ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូថ្មីផងដែរថ្ងៃនេះគឺមានប្រធានបទសម្រាប់ចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងភាគច្រើនបងប្អូនយើងនៅមានចម្ងល់ថា ICJ គឺជាអីគេហើយតុលាការ ICC នឹងអីគេបាទហើយតុលាការទាំងពីរនឹងខុសគ្នាដោយរបៀបណាខុសគ្នាយ៉ាងម៉េចខ្លះហើយបង្កើតឡើងនៅពេលណាអញ្ចឹងនេះខ្ញុំនឹងបកស្រាយរាល់ចម្ងល់របស់ពុកម៉ែបងប្អូនយើងរវាងតុលាការ ICJ និងតុលាការបាទ ICC តើវាខុសគ្នាបែបណាហើយនឹងបង្កើតមកសម្រាប់ធ្វើអីឥឡូវមកជ្រាបបន្តិចបងប្អូនយើងណាបាទតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការបាទព្រហ្មទណ្ឌអន្តរជាតិ ICC បាទចែកឲ្យច្បាស់បងប្អូនយើងណាតុលាការពីរហ្នឹងគឺអត់ដូចគ្នាទេមួយតុលាការអន្តរជាតិ ICJ បាទជាតុលាការដែលខ្មែរយើងតែងតែនិយាយថាទីក្រុងឡាអេតុលាការទីក្រុងឡាអេនោះឯងបាទមួយទៀតគឺជាតុលាការ ICC ហ្នឹងគឺជាតុលាការព្រហ្មទណ្ឌអន្តរជាតិអញ្ចឹងព្រហ្មទណ្ឌអន្តរជាតិយើងមិនខ្មិចទៀតខ្ញុំនឹងលំអិតចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងចំណុចនីមួយៗផងដែរជាធម្មតាជារីត្រូវបានគេបាទយល់ច្រឡំថាស្ថានប័នតែមួយអញ្ចឹងពេលចាស់គេយល់ច្រឡំថាអានោះគឺជាស្ថាប័នតែមួយគ្នាទេ ICJ បាទ ICC វាដូចតែគ្នាអញ្ចឹងណាក៏ពិតអត់ដូចគ្នាទេបងប្អូនយើងខុសគ្នាដាច់ស្រឡះតែម្ដងបាទក៏ប៉ុន្តែបញ្ជាក់ពុកម៉ែបងប្អូនយើងបន្តិចបាទតុលាការទាំងពីរនេះគឺប្រវត្តិនិងទូនីតិនិងយុត្ថាធិការគឺខុសគ្នាដាច់ឆ្ងាយតែម្ដងបាទអញ្ចឹងខុសគ្នារបៀបម៉េចខ្ញុំនឹងលម្អិតចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងនីមួយតាក់ទងជាមួយនឹងតុលាការមួយចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងតោះឥឡូវមកដឹងអំពីតុលាការអន្តរជាតិបាទ ICJ ដែលយើងហៅជាធម្មតាខ្មែរហៅថាតុលាការបាទខ្ញុំចង់ផ្លេចនេះបាទឡាអេបងប្អូនយើងណាតុលាការឡាអេបាទពេលខ្លះចង់ភ័ណ្ឌដែរបាទ IC បាទ J ហ្នឹងគឺត្រូវបានគេស្គាល់ថាជាតុលាការពិភពលោកជាតុលាការពិភពលោកជាមួយនឹងប្រវត្តិរបស់តុលាការនេះគឺបង្កើតឡើងនៅបាទឆ្នាំ1945អញ្ចឹងបងប្អូនយើងចំណុចនេះសង្កត់ធ្ងន់បន្តិចណាគឺតុលាការ ICJ ហ្នឹងគឺបង្កើតនៅឆ្នាំ1945ក្រោមរដ្ឋធម្មនុញ្ញអន្តរជាតិអង្គការសហប្រជាជាតិអញ្ចឹងគឺ ICJ នេះគឺខាងក្រោមរបស់ UN បងប្អូនគឺនៅក្រោម UN គឺនៅក្រោម UN ហើយបានចាប់ផ្ដើមដំណើរការនៅឆ្នាំ1946បាទអញ្ចឹងគឺចាប់ផ្ដើមធ្វើការនៅឆ្នាំ1946ក្នុងមួយឆ្នាំគឺចាប់ផ្ដើមតែម្ដងវាគឺជាស្ថាប័នតុលាការកម្ពុជារបស់ UNចឹងតឡាការកម្ពុជារបស់ UN គឺ ICJ នឹងឯងបងប្អូនយើងយន្តការរបស់UN ដែលគេហៅថាអង្គការសហប្រជាជាតិនោះគឺជាតឡាការកម្ពុជារបស់ UN គឺ ICJ គឺជាតឡាការកម្ពុជារបស់ UN អញ្ចឹងបងប្អូនយើងសង្កត់ធ្ងន់បន្តិចឡើយនឹងត្រូវចំណាំណាខ្ញុំនិយាយអំពីទីតាំងរបស់ ICJ ទីតាំងរបស់ ICJ គឺនៅទីក្រុងបាទឡាអេដែលយើងហៅថាតឡាការឡាអេនោះគឺICJ នៅទីក្រុងឡាអេបាទគឺប្រទេសហូឡង់បងប្អូនយើងច្រឡំតែហ្នឹងណាគឺប្រទេសហូឡង់ឥឡូវខ្ញុំនិយាយអំពីទូនីតិដែលនឹងត្រូវនឹងធ្វើរបស់តុលាការ ICJ អញ្ចឹងទូនីតិមានអីខ្លះចំពោះទូនីតិរបស់ ICJ ហ្នឹងគឺដោះស្រាយវិវាទផ្នែកផ្លូវច្បាប់រវាងរដ្ឋមួយនិងរដ្ឋមួយឧទាហរណ៍ថាកម្ពុជាឆ្លោះជាមួយថៃហ្នឹង ICJ ត្រូវតែមានកាតព្វកិច្ចមកដោះស្រាយបញ្ហាព្រំដែនបញ្ហាកម្ពុជានិងថៃទូនទីគឺដោះស្រាយតែរឿងរដ្ឋទេបងប្អូនយើងរឿងបុគ្គលអីផ្សេងគឺអត់មានគាត់ទៅដោះស្រាយទេគាត់ដោះស្រាយតែរឿងរដ្ឋនិងរដ្ឋទេឲ្យគាត់ទៅដោះស្រាយរឿងអនុទានដោះស្រាយរឿងសម្ដេចគាត់អត់ដោះស្រាយឲ្យទេគាត់ដោះស្រាយរវាងរដ្ឋនិងរដ្ឋទេប្រទេសនិងប្រទេសទេរឿងបុគ្គលគឺគាត់អត់ដោះស្រាយទេនេះគឺជា ICJ ខ្ញុំឥឡូវឧទាហរណ៍បន្តិចបងប្អូនយើងណាបាទបញ្ហាការដោះស្រាយដូចជាដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃបាទដោះស្រាយបញ្ហាការរំលោភជាមួយនឹងសន្ធិសញ្ញាកិច្ចព្រមព្រៀងនឹងឯងឲ្យតែមានការរំលោភរដ្ឋណាមួយមានការរំលោភជាមួយនឹងសន្ធិសញ្ញាកិច្ចព្រមព្រៀងនោះបានន័យថា
ICJ ត្រូវតែទៅដោះស្រាយភ្លាមតែម្ដងខ្ញុំសូមផ្ដល់បាទយោបល់បន្តិចផ្នែកច្បាប់ទៅដល់ស្ថាប័ននានាដែលអង្គការសហប្រជាជាតិអញ្ចឹងណាបាទសូមផ្ដល់យោបល់បន្តិចអញ្ចឹងគឺសមត្ថកិច្ចយើងនិយាយពីសមត្ថកិច្ចនៅក្នុង ICJ បាទការកាត់សេចក្តីលើរដ្ឋបាទនិងរដ្ឋអញ្ចឹងក្រៅពីរដ្ឋគឺគាត់អត់ដោះស្រាយឲ្យទេបាទអត់ដោះស្រាយឲ្យទេដូចខ្ញុំបានបញ្ជាក់អញ្ចឹងណាក្រៅពីរដ្ឋគឺគាត់អត់ដោះស្រាយទេបើសិនជាឥឡូវនាយករដ្ឋមន្ត្រីកនៅពីប្រទេសកនិងនាយករដ្ឋមន្ត្រីខមកពីប្រទេសកអញ្ចឹងទៅគាត់ឆ្លោះគ្នាអញ្ចឹង ICJ គាត់អត់មានកាតព្វកិច្ចទៅដោះស្រាយឲ្យទេអត់មានកាតព្វកិច្ចទេហើយឧទាហរណ៍មួយទៀតឧទាហរណ៍ថាគណៈបកកនិងគណៈបកខឆ្លោះគ្នាហើយទៅឲ្យ ICJ ដោះស្រាយ ICJ គឺលោកអត់មានកាតព្វកិច្ចទៅដោះស្រាយឲ្យទេអត់មានសិទ្ធិទេបាទគឺគាត់ដោះស្រាយតែរឿងព្រំដែនរវាងប្រទេសមួយនិងប្រទេសមួយរដ្ឋនិងរដ្ឋមួយទេនេះបញ្ជាក់បងប្អូនយើងណាសង្ខេបឡើងវិញ ICJ គឺកាតព្វកិច្ចរបស់គាត់គឺគាត់ដោះស្រាយតែរឿងព្រំដែនចំនួនប្រទេសនិងប្រទេសចំនួនរដ្ឋនិងរដ្ឋតែប៉ុណ្ណោះតោះឥឡូវយើងមកដឹងពីបាទតុលាការព្រហ្មទណ្ឌអន្តរជាតិដែលគេហៅថា ICC តើគាត់មានកាតព្វកិច្ចនឹងទូនាទីអ្វីខ្លះក្នុងការដោះស្រាយទៅលើឆាកអន្តរជាតិអញ្ចឹងមកដឹងលម្អិតជាមួយខ្ញុំទាំងអស់គ្នាបាទ ICC នេះគឺជាតុលាការអចិន្ត្រៃយ៍មួយដែលបង្កើតឡើងដើម្បីបាទផ្ដន់ទាទោសបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរបុគ្គលដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបុគ្គលណាខ្លះដែលត្រូវប្រព្រឹត្តនោះហើយបុគ្គលប្រភេទណាដែលគេចាត់ទុកថាប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរតោះឥឡូវខ្ញុំជម្រាបជូនមកបន្តិចតកតងជាមួយនឹងប្រវត្តិ ICC មកពីណាបង្កើតពេលណាអញ្ចឹងប្រវត្តិបង្កើតបាទរបស់ ICC ហ្នឹងគឺលក្ខន្តិកៈហ្នឹងគឺបង្កើតនៅទីក្រុងរ៉ូមបងប្អូនស្គាល់ទេបាទខ្ញុំក៏មិនដែលស្គាល់ទីក្រុងរ៉ូមដែរបាទឮតែឈ្មោះទេអត់ដែលបានលុយបានទៅអញ្ចឹងយើងអត់មានលុយទៅអូខេអញ្ចឹងបង្កើតនៅក្នុងឆ្នាំ1998ឆ្នាំបងប្អូនយើងណា ICC គឺបង្កើតនៅក្រុងរ៉ូមនៅឆ្នាំ1998នឹងចាប់ផ្ដើមដំណើរការផ្លូវការនៅឆ្នាំ2002ចាប់ផ្ដើមដំណើរការនៅឆ្នាំ2002វាជាស្ថាប័នឯករាជ្យមិនមែនជាផ្នែករបស់ UN នោះទេចឹង ICC មិនមែនជាផ្នែករបស់ UN ទេបងប្អូនយើងមិនមែន UN អ្នកបង្កើតមិនមែនជាយន្តការរបស់ UN អ្នករៀបចំទេក៏ប៉ុន្តែ ICJ គឺជាតុលាការរបស់ UN ដែលកាត់ក្តីសម្រាប់តែ UN ទេដោះក្តីកាត់ក្តីតាក់ទងជាមួយនឹង UN អញ្ចឹងគឺជារបស់ UN ទេ ICJ តោះឥឡូវបន្តទៀតបាទចំពោះទីតាំងបាទទីតាំងរបស់ ICC ហ្នឹងគឺបង្កើតនៅទីក្រុងបាទឡាអេដែរបងប្អូនយើងនៅទីក្រុងឡាអេនិងប្រទេសបាទហូឡង់ដូចគ្នាបាទនៅប្រទេសជាមួយគ្នានៅទីក្រុងមួយគ្នាទេបាទគ្រាន់តែស្ថាប័នពីរហ្នឹងគឺវាខុសគ្នាដាច់ឆ្ងាយតែម្ដងចំពោះទូនាទីបងប្អូនយើងខ្ញុំចង់បញ្ជាក់បន្តិចជាមួយនឹងទូនាទីរបស់តុលាការអន្តរជាតិ ICC តើគាត់មានទូនាទីអ្វីខ្លះបាទទូនាទីរបស់គាត់ហ្នឹងគឺស៊ើបអង្កេតនឹងការកាត់ទោសបុគ្គលម្នាក់នេះទូនាទីគាត់គឺគាត់ស៊ើបអង្កេតកាត់ទោសបុគ្គលម្នាក់ដែលជាប់ចោទពីបទឧក្រិដ្ឋធ្ងន់ធ្ងរបទឧក្រិដ្ឋទាំងនោះរួមមានអញ្ចឹងមានអ្វីខ្លះទី1បទល្មើសប្រឡាយពូជសាសន៍ទី2បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិបទទី3បទឧក្រិដ្ឋកម្មសង្គ្រាមបទល្មើសទី4គឺឧក្រិដ្ឋកម្មនៃការឈ្លានពានវាមាន4ហ្នឹងបងប្អូនយើងកាត់ក្តីទៅលើ4រឿងហ្នឹងឧទាហរណ៍ដូចជាឥឡូវប្រទេសថៃឈ្លានពានខ្មែរហើយអញ្ចឹងត្រូវតែប្រើយន្តការប្រព័ន្ធតុលាការអន្តរជាតិ ICC ដើម្បីកាត់ទោសជាមួយនឹងបុគ្គលដែលបង្កឲ្យបង្កើតជាសង្គ្រាមបុគ្គលណាអានទីនឧទាហរណ៍អានទីនបង្កឲ្យសង្គ្រាមរកឃើញផុសតាំងថាអានុទីនពិតជាបង្កឲ្យមានសង្គ្រាមមកលើខ្មែរពិតជាមកបលាយពូជសាសន៍ខ្មែរពិតជាប្រឆាំងមនុស្សជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរបាញ់គ្រាប់ផ្លោងទៅលើប្រជាពលរដ្ឋខ្មែរឈ្លានពានទឹកដីខ្មែរបើសិនជាគេរកឃើញថាអានុទីនពិតជាប្រព្រឹត្តបែបហ្នឹងមែនតុលាការ ICC គឺគាត់មិននៅស្ងៀមទេគឺគាត់ត្រូវតែបើកការស៊ើបអង្កេតភ្លាមចាប់អនុទីនទៅដោះស្រាយតែម្ដង
យកអានីតិទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ ICC ណែកាត់ក្តីទៅលើអនុទិនឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងបងប្អូនយើងដឹងហើយបាទអញ្ចឹងសកម្មភាពបាទបន្តបន្តិចបងប្អូនយើងណាយើងនិយាយពីសមត្ថកិច្ចបាទសមត្ថកិច្ចរបស់ ICC បន្តិចបាទសមត្ថកិច្ចរបស់ ICC ហ្នឹងគឺកាត់ទោសមនុស្សមេដឹកនាំមេបញ្ជាការយោធាឬបុគ្គលដែលពាក់ព័ន្ធឧទាហរណ៍ថាក្រុមអាណេទីនគឺមួយក្រុមគ្នាគាត់ហ្នឹងមានសាក់មួយសាក់ពីរផ្កាយមួយផ្កាយពីរមានស្ដេចមានយុរដ្ឋមន្ត្រីគ្រប់ខិតគ្នាដើម្បីឈ្លានពានកម្ពុជានោះ ICC នឹងស៊ើបអង្កេតចាប់ពួកគាត់តែម្ដងដាក់ឧក្រិដ្ឋកម្មខុសច្បាប់ណាបងប្អូនយើងយល់ហើយហ្នឹងណានឹងបញ្ជាក់បើសិនជារកផតាំងទៅស៊ើបទៅឃើញថាពួកអនុទិនមានការឈ្លានពានខ្មែរសម្រាប់ពលរដ្ឋខ្មែរដោយខុសច្បាប់អន្តរជាតិដែលជាច្បាប់គោលរបស់ ICC បានកំណត់បានន័យថាគឺត្រូវតែកាត់ទោសតាមផ្នែកច្បាប់អូខេអញ្ចឹងសង្ខេបខ្លីបន្តិចបងប្អូនយើងរវាងបាទ ICC បាទនិង ICJ បាទអញ្ចឹង ICJ ហ្នឹងគឺយ៉ាងម៉េច ICC យ៉ាងម៉េចអញ្ចឹងគឺជាតុលាការពីរដាច់ដライពីគ្នាហើយខុសគ្នា ICC បាទគឺជាតុលាការអន្តរជាតិកាត់ទោសទៅលើបុគ្គលដែលបង្កសង្គ្រាមមានដូចជាបទល្មើសបលាយពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មឈ្លានពានបាទឯចំណែកបាទCJ គឺជាតុលាការរបស់ UN កាត់ក្តីនៅក្នុងប្រព័ន្ធ UN ជាយន្តការរបស់ UN ដោះស្រាយរាល់បញ្ហាឬវិវាទរវាងរដ្ឋនិងរដ្ឋឧទាហរណ៍បញ្ហាព្រំដែនអីមួយបញ្ហាព្រំដែនហ្នឹងគឺមិនត្រូវគ្នាកម្ពុជានិងថៃពុំមានបញ្ហាព្រំដែនអញ្ចឹងហើយគឺ ICJ គឺគាត់អត់នៅស្ងៀមទេត្រូវតែមកដោះស្រាយជំនួសបាទ UN ព្រោះវាជាប្រព័ន្ធយន្តការជាតុលាការរបស់ UN អញ្ចឹងត្រូវតែមកដោះស្រាយបញ្ជាក់បងប្អូនយើងណាអញ្ចឹងយល់ហើយណាអ្នកដែលគាត់និយាយថា UN ដេកលក់ឥឡូវយល់ហើយ ICJ ហ្នឹងគឺគាត់មកដោះស្រាយគឺជាយន្តការរបស់ UN ហើយគាត់ជាតុលាការរបស់ UN អរគុណបងប្អូនយើងគឺនេះមានតែប៉ុណ្្នឹងចែកជូនទៅកាន់ពុកម៉ែបងប្អូនភាពខុសគ្នារវាងតុលាការអន្តរជាតិ ICJ និងភាពខុសគ្នារបស់តុលាការអន្តរជាតិ ICC បាទអរគុណអញ្ចឹងបងប្អូនយើងបើសិនជាមានចម្ងល់បន្ថែមអាច comment នៅខាងក្រោមខ្ញុំនឹងបាទចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងជាបន្តទៀតផងដែរអញ្ចឹងបើសិននិយាយទៅបកស្រាយទៅប៉ះពាល់គឺខុសឆ្គងកន្លែងណាមួយក៏ខន្តីអភ័យទោសពីចម្ងាយអរគុណជម្រាបលាបាទជួបខ្ញុំនៅវីដេអូក្រោយផងដែរ